ស្ដីបងប្អូនមកមើលពីរបៀបធ្វើជ្រក់ត្រសក់ជូរអែមឆ្ងាញ់ហូបជាមួយសាច់ជ្រូកជាថាឆ្ងាញ់ត្មងជាដំបងលាងត្រសក់ឲ្យស្អាតចិត្តជាស្ដាងចឹងមកហើយក៏រោយអំបិលត្រសក់1គីឡូអំបិល1ស្លាបព្រាបាយទៅទុកប្រហែលកន្លះម៉ោងចឹងទៅទុកចោលចឹងទៅមកធ្វើទឹកត្រីជូរអែមម្ដងមានស្ករស1កូនចានប៊ីចេងកន្លះស្លាបព្រាទឹកខ្មេះកន្លះកូនចានហើយនឹងទឹកត្រីក៏កន្លះកូនចានដែរយើងចាក់ចូលគ្នាហើយយើងក្លុកទៅក្លុកមកក៏បន្ថែមជាមួយខ្ទឹមសខ្ទឹមក្រហមអញ្ចឹងក្លុកវាទុកម្ដុំហើយយើងមកមើលត្រសក់យើងវិញចេញទឹកហើយអញ្ចឹងយើងចាក់ដាក់កញ្ឆេងមួយមកយើងសម្រាប់យកទឹកចេញបន្ទាប់មកយើងចាក់ចូលកធន់វិញដាក់ទឹកត្រីជូរអែមនឹងចូលប្រឡាក់វាទៅឲ្យវាចូលជាតិច្របាច់វាចឹងទៅហើយក៏ដាក់ក្នុងកតោមួយទៅដាក់ខ្លះសេក្នុងទូទឹកកកអីចឹងទៅខ្លះសេវាប្រហែលជា1ម៉ោងក៏បានមកយប់ក៏បានដែរវាស្រួយឆ្ងាញ់ឥឡូវយើងមកដាក់ចានហើយទៅមានហាន់ម្ទេសពីលើនេះសាច់ជ្រូកចៀនឆ្អិនហើយដួសដាក់ចានជាមួយជ្រក់ហ្នឹងនិយាយវាថាហូបជាមួយបាយវាជូរអែមឆ្ងាញ់